បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានេះជាថ្ងៃចុងសប្តាហ៍នៃការជួញដូរហាងឆេងមាសក៏ប៉ុន្តែសម្រាប់បងប្អូនដែលជួញដូរមាសស្រស់គឺនៅតែបន្តទេយើងសង្កេតមើលទៅឃើញថាតម្លៃមាសហាក់ដូចជាដាំក្បាលចុះបន្តិចហើយមានដំណើរឡើងហ្នឹងគឺបែបជាស្ទាក់ស្ទើរទាំងនេះដូចខ្ញុំបានបញ្ជាក់ឲ្យថាដោយសារវាបាត់នៅមជ្ឈិមបូព៌ាហ្នឹងវានៅតែមានកម្ដៅហើយវាបាត់មជ្ឈិមបូព៌ានេះវាខុសអំពីវាបាត់នៅតំបន់ផ្សេងទៀតដែលធ្វើឲ្យមាសឡើងតែនៅតំបន់នេះគឺធ្វើមាសចុះពីព្រោះវាជាទីតាំងដឹកជញ្ជូនប្រេងកាលណាប្រេងឡើងថ្លៃវាធ្វើឲ្យមានអតិផរណានៅទូទាំងពិភពលោកហើយជាលទ្ធផលធនាគារកណ្ដាលអាចមិនកាត់បន្ថយអត្រាការប្រាក់ឬក៏ដំឡើងបន្ថែមនេះមួយហើយមួយទៀតមានវិនិយោគិនធំមួយចំនួនហ្នឹងបានលក់មាសចេញហើយទៅទិញយកតម្លៃប្រេងដោយសារតែប្រេងហាងឆេងប្រេងហ្នឹងកំពុងតែឡើងថ្លៃអញ្ចឹងគេបង្វែរទុនចេញពីមាសទៅតម្លៃប្រេងតែអ្វីទាំងនោះនឹងត្រូវបានដោះស្រាយនៅពេលដែលវិបត្តិមជ្ឈិមបូព៌ាហ្នឹងចាប់ដើមធូរស្រាលឡើងវិញទៅតាមដែលប្រធានាធិបតីលោក Donald Trump ហើយនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលហ្នឹងគាត់អះអាងថានឹងឆាប់បញ្ចប់នៅវិបត្តិហ្នឹងណាអញ្ចឹងខ្ញុំនាំបងប្អូនមកមើលតម្លៃមាសនៅលើហាងឆេង Spot Gold បន្តិចដែលមានដាក់នៅលើគេហទំព័រ Kitco បងប្អូនអាចចូលមើលបានដែលតួលេខទាំងនេះបងប្អូនអាចមើលបានគឺមានជាអោនក្រាមហើយនិងគីឡូសម្រាប់ហាងឆេងនៅក្នុងស្រុកខ្មែរអញ្ចឹងគឺមើលទៅត្រង់3ចំណុចហ្នឹងទៅបានហើយប្រការមួយទៀតគឺហាងឆេងនេះជាហាងឆេងបែប Spot Gold អញ្ចឹងវាប្រែប្រួលទៅតាមដំណាក់កាលជួញដូរពី1ម៉ោងទៅ1ម៉ោងគឺតែងតែប្រែប្រួលណាដូច្នេះអ្វីដែលខ្ញុំជម្រាបនៅក្នុងពេលនេះវាមិនអាចដូចអ្វីដែលបងប្អូនបានឃើញនៅក្នុងពេលក្រោយនោះទេណាត្រឡប់មកចូលមាតិកាយើងវិញនៅក្នុងមាតិកានេះខ្ញុំស្រង់ចេញអំពីគេហទំព័រ Discovery Alert និយាយអំពីតម្លៃមាសកំពុងតែតស៊ូចំពេលដែលវិបត្តិនៅមជ្ឈមបូព៌ាហ្នឹងកំពុងតែកើនឡើងហើយអ្វីដែលខ្ញុំចង់លើកឡើងនេះមាន2ចំណុចទី1គឺដំណាក់កាលធំដែលមាសคล้ายជាទ្រព្យដ៏មានសុវត្ថិភាពណាហើយអ្វីដែលខ្ញុំចង់និយាយនេះគឺនៅក្នុងសតវត្សទី21យើងអត់និយាយទៅសតវត្សទី20ឬក៏ទី19នោះទេណាដំណាក់កាលទី2គឺនិយាយអំពីព្រឹត្តិការណ៍នៃវិបត្តិដែលជាដំណាក់កាលនៃសេណារីយ៉ូដែលគេព្យាករណ៍ទៅលើតម្លៃមាសដូច្នេះតម្លៃមាសដែលបងប្អូនបានឃើញដោយដែលខ្ញុំបង្ហាញនៅក្នុងគេហទំព័រ Kitco ហើយថាវាមានការស្រត់ចុះតម្លៃនឹងបន្តិចក៏ប៉ុន្តែនោះយើងគិតទៅលើតម្លៃ Spot Gold ដែលវាប្រែប្រួលទៅតាមម៉ោងទៅតាមពេលវាកំពុងតែជួញដូរតែប្រសិនបើយើងមើលទៅលើនិន្នាការជាសប្តាហ៍ឬក៏និន្នាការជាខែយើងឃើញថាតម្លៃមាសនៅតែមានទំនោរកើនឡើងជាដដែលទេកាលពីតុងឆ្នាំ2025បងប្អូនបានដឹងហើយថាមាសនៅត្រឹមតម្លៃ4500វាបែរជាស្ទុះឡើងដល់តម្លៃពោះបំផុតគឺ5600មុននឹងស្រត់ចុះតម្លៃមកជាបន្តបន្ទាប់ហើយកំពុងតែព្យាយាមឡើងទៅវិញអញ្ចឹងជាទំនោរជានិន្នាការមាសនៅតែកើនឡើងជាដដែលទេគ្រាន់តែថាអ្វីដែលបងប្អូនកំពុងតែឃើញកំពុងតែមើលមួយរយៈពេលខ្លីនេះវាមានការធ្លាក់ចុះពិតមែនទៅក្នុងសប្តាហ៍ឬក៏ជាថ្ងៃអញ្ចឹងទៅក៏ប៉ុន្តែជានិន្នាការជាខែជាឆ្នាំគឺវាមានការកើនឡើងពីព្រោះដោយខ្ញុំបានជម្រាបថាតម្រូវការខាងផ្នែកឧស្សាហកម្មវានៅតែមានធនាគារកណ្ដាលក៏នៅតែទិញទុកជាទុនបម្រុងហើយមួយទៀតប្រទេសធំដែលមានការប្រកួតប្រជែងសេដ្ឋកិច្ចហ្នឹងគេចង់កាត់ផ្ដាច់ការពឹងផ្អែកទៅលើប្រាក់ដុល្លារអញ្ចឹងតម្លៃមាសវានៅតែជាតម្លៃអាទិភាពហើយការចេញផ្សាយរបស់ Bloomberg ថ្មីហ្នឹងក៏បានលើកឡើងដែរថាមាសហ្នឹងវាคล้ายជាទុនបម្រុងអន្តរជាតិនៅក្នុងរង្វង់ 50% ទៅហើយខណៈលុយដុល្លារហ្នឹងនៅត្រឹមតែ 40% ទេអញ្ចឹងចូលមកក្នុងខ្លឹមសារយើងវិញគឺតាក់ទងទៅនឹងដំណាក់កាលទី1ដែលមាសคล้ายជាទ្រព្យសម្បត្តិមានសុវត្ថិភាពហ្នឹងបងប្អូនអាចមើលទៅលើរូបភាពនេះបានដែលខ្ញុំ screenshot ចេញអំពីគេហទំព័រ Discovery Alert ហ្នឹង
គឺនិយាយអំពីតម្លៃមាសដែលคล้ายជាទុនបំរុងខណៈពេលស្ថានភាពសកលហ្នឹងវាអត់មានភាពនឹងណូឬក៏វាអត់មានភាពប្រកបវិជ្ជាអញ្ចឹងក្នុងទីនេះគេបែងចែកជា3ដំណាក់កាលទៅតាមវិបត្តិនីមួយៗហ្នឹងហើយនឹងតម្លៃដែលវាស្ទុះទៅដល់អញ្ចឹងយើងឃើញថាពីឆ្នាំ2008ដល់ឆ្នាំ2011ហ្នឹងគឺយើងមានវិបត្តិហិរញ្ញវត្ថុសកលតែម្ដងហើយតម្លៃមាសកាលនោះបានស្ទុះឡើង$1,900នៅក្នុង1អោនហើយរយៈពេលវាដល់ទៅ36ខែពលគឺពេញមួយកំឡុងវិបត្តិហិរញ្ញវត្ថុនឹងតែម្ដងហើយនិយាយអំពីទំនាក់ទំនងជាមួយនឹងទ្រព្យសកម្មផ្សេងទៀតមានន័យថាទ្រព្យសកម្មផ្សេងហ្នឹងចាញ់មាសនៅក្នុងកម្រិត32%ដំណាក់កាលទី2គឺនៅឆ្នាំ2020ចំពេលដែលមានកាលនោះគឺវិបត្តិកូវីដតម្លៃមាសកាលនោះបានហក់ឡើងដល់$2,067នៅក្នុង1អោនហើយរយៈពេលវាមានដល់ទៅ5ខែខណៈដែលទ្រព្យផ្សេងទៀតហ្នឹងចាញ់ភាគរយមាសដល់ទៅ15%ហើយដំណាក់កាលវិបត្តិមួយទៀតនេះគឺថ្មីនេះតែម្ដងជាវិបត្តិនៅមជ្ឈិមបូព៌ាដែលតម្លៃមាសត្រូវបានគេព្យាករណ៍ថាចាប់ពី$5,200ឡើងទៅដែលវាមានកម្លាំងជាងទ្រព្យសម្បត្តិផ្សេងទៀតហ្នឹងគឺដល់ទៅ28%ចឹងដំណាក់កាលទី1នេះនិយាយអំពីទ្រព្យដែលមានសុវត្ថិភាពដែលត្រូវបានគេជ្រើសរើសចំពេលដែលភាពមិនប្រកបប្រជានៅក្នុងពិភពលោកកំពុងតែកើតឡើងចូលមកដល់ផ្នែកទី2នេះគឺយើងនិយាយអំពី scenario ដែលតម្លៃមាសអាចនឹងហក់ឡើងទៅដល់ឬក៏អាចធ្លាក់ចុះក្រោមមកវិញអញ្ចឹងសម្រាប់ scenario ដែលជាការព្យាករណ៍របស់ធនាគារវិនិយោគដែលយើងសម្លឹងមើលនៅក្នុងតារាងនេះទៅឃើញថាគេមានការរៀបចំជាផ្នែកគឺនិយាយអំពីទិសដៅថ្លៃ probability លក្ខខណ្ឌតម្រូវហើយនឹងរយៈពេលអញ្ចឹងសម្រាប់ចំណុចទី1ទិសដៅថ្លៃដែលឈានដល់$6,000ទៅ$6,300ហ្នឹងស្ថិតនៅក្នុងរង្វង់អាចកើតឡើង35%ប្រសិនបើលក្ខខណ្ឌវិបត្តិនឹងវាចេះតែនៅថេរហើយនឹងអត្រាការប្រាក់នឹងវិជ្ជមានន័យថាអត្រាការប្រាក់នឹងត្រូវគេទម្លាក់ចុះចឹងរយៈពេលអាចឡើងនឹងវាមានពី6ទៅ12ខែគោលដៅថ្លៃទី2គឺ$5,500ទៅ$6,000នៅក្នុង1អោនករណីនេះអាចកើតឡើង45%ប្រសិនបើលក្ខខណ្ឌវាមានសម្ពាធស្ថិតនៅជាលក្ខណៈមធ្យមហើយនឹងកម្រិតអតិផរណានឹងនៅតែកើតមានរយៈពេលវាគឺមានពី3ខែទៅ9ខែគោលដៅថ្លៃទី2ហ្នឹងគឺចន្លោះពី$4,800ទៅ$5,500នៅក្នុង1អោនដែលករណីនេះអាចកើតឡើង15%ប្រសិនបើលក្ខខណ្ឌវិបត្តិត្រូវបានដោះស្រាយហើយនឹងគោលនយោបាយនឹងវិលមកជាធម្មតាហើយវាមានរយៈពេលប្រហែលជា6ទៅ18ខែចំណុចគោលដៅថ្លៃទី4នោះគឺជាការធ្លាក់ចុះរបស់មាសដែលវាមានតម្លៃអាចធ្លាក់ដល់$4,800នៅក្នុង1អោនហើយប្រសិនបើមានដំណោះស្រាយទៅលើទីផ្សារបញ្ចាំមានន័យថាធនាគារមួយចំនួនហ្នឹងគឺទទួលការបញ្ចាំទៅលើផ្នែកបំណុលឬក៏ផ្នែកសន្និធិណាមួយអញ្ចឹងទៅនិងមួយទៀតគឺអត្រាការប្រាក់ត្រូវបានគេដំឡើងអញ្ចឹងកាលណាអត្រាការប្រាក់ដំឡើងវិនិយោគិនគឺបែរចេញពីតម្លៃលោហៈធាតុឬក៏តម្លៃទ្រព្យសកម្មផ្សេងទៀតហ្នឹងវិលទៅរកបានបំណុលរបស់រដ្ឋាភិបាលវិញហើយពេលវេលាវាអាចមានត្រឹមពី12ទៅ24ខែមានរយៈពេល2ឆ្នាំប្រសិនបើករណីហ្នឹងវាកើតឡើងនេះជាអត្ថបទស្រាវជ្រាវរបស់អ្នកជំនាញដែលគេហទំព័រហ្នឹងយកមកចុះផ្សាយបងប្អូនអាចចូលទៅអានបានហើយបងប្អូនដែលទទួលបានព័ត៌មាននេះហើយអាចធ្វើការពិចារណាខ្លួនឯងបានពីព្រោះយើងជាអ្នកជួញដូរជាអ្នកវិនិយោគឬក៏ជាអ្នកសន្សំទៅលើផ្នែកនេះដូច្នេះគឺយើងត្រូវតែពឹងផ្អែកទៅលើទិន្នន័យទៅលើរបាយការណ៍ទៅលើព័ត៌មានដែលមានលក្ខណៈជាក់លាក់បែបវិទ្យាសាស្ត្រហើយមួយទៀតក៏ទៅលើព្រឹត្តិការណ៍ដែលកើតឡើងទៅតាមចិត្តសាស្ត្ររបស់មនុស្សរបស់វិនិយោគិនជួញដូរផងដែរអញ្ចឹងនៅចំណុចចុងក្រោយនៃការជម្រាបជូនព័ត៌មាននេះ
សម្រាប់បងប្អូនដែលជួញដូរមាសនៅក្នុងហាងឆេងត្រូវរងចាំមើលតម្លៃមាសធ្លាក់ដល់កម្រិតណាមួយដែលមាន support ត្រឹមត្រូវសូមយើងចូលជួញដូរហើយសម្រាប់បងប្អូនដែលជួញដូរមាសនៅខាងក្រៅមានន័យថាទិញមាសគីឡូគឺមាសស្រស់ហ្នឹងបងប្អូនដែលជាប់តម្លៃក៏កុំអស់សង្ឃឹមពីព្រោះតម្លៃមាសនេះវានឹងធ្វើដំណើរឡើងទៅវិញទៅដល់ដំណាក់កាលទៅតាមគោលដៅដែលធនាគារធំហើយនឹងសេដ្ឋវិទូជំនាញហ្នឹងដែលគេបានព្យាករណ៍ពីព្រោះដូចខ្ញុំតែងតែបញ្ជាក់ថាបើមាសមិនធ្វើដំណើរឡើងទៅវិញទេហើយវាធ្លាក់ចុះតម្លៃដល់កម្រិតទីបំផុតនោះវាទាល់តែលែងមានតម្រូវការខាងផ្នែកធនាគារវិនិយោគិនជួញដូរហើយនឹងខាងឧស្សាហកម្មវាទាល់តែអ្នកទាំងអស់នឹងរលំរលាយសិនទើបមាសនេះគេឈប់ត្រូវការហើយអ្វីគង់តែប្រសើរឡើងវិញទេពីព្រោះតម្លៃមាសនេះវានឹងធ្វើដំណើរឆ្ពោះទៅមុខជាដរាបគ្រាន់តែមួយគ្រាមួយកាលគឺវាមុខតែប្រែប្រួលតម្លៃខ្លះទៅតាមបរិបទនៃកត្តាភូមិសាស្ត្រតម្រូវការហើយនឹងចិត្តសាស្ត្ររបស់វិនិយោគិនដែលជា big money ហ្នឹងដូច្នេះវាគ្មានអ្វីក្រៅពីយើងអត់ធ្មត់អត់ទ្រាំទេដើម្បីចាប់យកផលប្រយោជន៍មួយគួរជាទីគាប់ចិត្តនៅពេលខាងមុខអញ្ចឹងចង់បញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលា